ជាវាស៊ូអ៊ំពូមីពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកទៅការតសក់ខាងក្រោយនេះគឺកសិករដែលគាត់បានដាំពូជតសក់ផ្លែ5ឬក៏ Empire របស់ក្រុមហ៊ុន East West Seed តោះកុំឲ្យរងចាំយូរទាំងអស់គ្នាមកស្ដាប់ពីចំណាប់អារម្មណ៍របស់គាត់ទាំងអស់គ្នាតោះខ្ញុំឈ្មោះខែមញ៉ាវជាកសិករដាំបន្លែនៅស្រុកជង្គ្រីខេត្តកំពតមានបទពិសោធន៍ដាំហ្នឹងយូរឆ្នាំមកដែរប្រហែលជា 4-5 ឆ្នាំដែរផ្លែ5ពូជផ្លែ5ចាអញ្ចឹងពូមានចំណាប់អារម្មណ៍មិនដៃក្រោយពីដាំមានថាដូចថាពូជផ្លែ5ហ្នឹងវាផ្លែវាល្អហើយវាធន់នឹងជំងឺវាធន់នឹងក្តៅទៀតដូចខ្ញុំដាំហ្នឹងខ្ញុំឃើញចាក់ស្ដែងកាលខ្ញុំដាំដំបូងមកវារៀងដូចរឿងផ្លែវាវិញទីផ្សារគឺមានច្រើនអ្នកតែងក៏គាត់ចូលចិត្តតែងផ្លែនិយាយរួមគាត់ចូលចិត្តតែងអាពូជព្រួញបុកហ្នឹងគេចូលចិត្តតែងមិនថាផ្លែពេជ្រមិនដូចពូជគេផ្សេងផ្លែវែងផ្លែវែងឲ្យខ្មៅអានេះបើនិយាយពីការបេះវាអាចនឹងបានដែលយូរជាងពូជផ្សេងពូប្រមូលផលបានប៉ុន្មានដងហើយពូបើគិតពីថ្ងៃបេះមកទល់ថ្ងៃហ្នឹងខ្ញុំបាន8ថ្ងៃហ្នឹងបាន8ថ្ងៃហ្នឹងបានហើយគីឡូអីពូវាបានហើយខ្ទង់ថា400គីឡូដោយសារអីយើងបេះបានតិចដូចចការយើងវាតូចដែរអញ្ចឹងណាចាហ្នឹងហើយវារៀងដូចថាវាអត់ទាន់ផ្លែវាមិនទាន់ឡើងច្បាស់អត់ទាន់ឡើងអស់បាន100គីឡូតាមព្រោះយើងដើរមើលវាឃើញផ្លែរៀងច្រើនដែរហើយខ្ញុំណាមួយវាទៅផ្លែដៃវាក្រោយទេវាអត់ទាន់បេះផ្លែទេតាមដៃតាមក្តៀងរបស់វាគឺឃើញផ្លែច្រើននេះចាពូគ្រាន់ដើរដែរតែពូជរបស់វាគ្រាន់ដើរហើយវាធន់ដូចខ្ញុំនិយាយធន់នឹងជំងឺធន់នឹងកម្ដៅអានេះបើវាអត់ធន់ជំងឺអត់ធន់កម្ដៅហើយបើដូចពូជផ្សេងខ្ញុំដាក់ចោលបាត់មែនដោយសារប្រហែលថ្ងៃមុនក្រាន់ខ្ញុំមកឲ្យពូខ្ញុំដើរលុបជើងហើយមើលទៅរឿងអត់សូវសង្ឃឹមទេដល់ពេលនេះខ្ញុំចេះដាក់ជីដាក់ទៅច្រាប់តែឡើងមកក្រោយមកអញ្ចឹងឡើងសក់ហើយសក់ហ្នឹងទៅបានយើងបើយើងគិតទៅវាថ្ងៃទី10ថ្ងៃនេះអញ្ចឹងអាសក់ហ្នឹងទៅបានមួយខែ14ថ្ងៃឯងដែលគិតមកពីអាយុកាលវាដែលខ្ញុំដាក់គ្រាប់បាទចាប់ពីដាក់គ្រាប់មកទល់ថ្ងៃហ្នឹងគឺវាមានអាយុ14ថ្ងៃឯងគិតទៅវាចូលចិត្តមួយខែកន្លះអត់សូវមានទេអញ្ចឹងមានកំតិចទេហ្នឹងហើយអត់សូវមានផ្លែវាល្អផ្លែស្អាតតែអានេះបើនិយាយទៅផ្លែគល់ខាងក្រោមវាផ្លែខ្លីបន្តិចមែនផ្លែខ្លីតែមកដល់ពាក់កណ្ដាលមកលើគឺផ្លែវាស្អាតផ្លែវែងសស្អាតឡូនតែមកចា